ក្រុមអ្នកសង្កេតការ IoT ចុះពិនិត្យទីតាំងដែលថៃបាញ់កាំភ្លើងជាច្រើនគ្រាប់នៅតំបន់អានសេះខេត្តព្រះវិហារប្រិមត្តទស្សនិកជនក្រុមអ្នកសង្កេតការអន្តរកាលហៅកាត់ IoT ដឹកនាំដោយប្រទេសម៉ាឡេស៊ីរួមនឹងសមាជិកនៅព្រឹកថ្ងៃអាទិត្យទី28ខែកញ្ញាឆ្នាំ2025បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្ដែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន2លើកដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារនេះបើតាមការបញ្ជាក់របស់លោកស្រីម៉ាលីសូជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាការចុះពិនិត្យទីតាំងជាក់ស្ដែងដោយផ្ទាល់របស់ក្រុមអ្នកសង្កេតការអន្តរកាលហៅកាត់ IoT ដើម្បីធ្វើការសង្កេតផ្ទៀងផ្ទាត់នឹងរាយការណ៍ក្រោយបាត់ឈប់បាញ់ចូលជាធរមាននឹងធ្វើឡើងក្រោយពីយោធាថៃកាលពីថ្ងៃទី27ខែកញ្ញាបានចាប់ផ្ដើមធ្វើការ